លោក Zelensky បាននិយាយថាអ៊ុយក្រែនកំពុងប្រឈមនឹងគ្រាដ៏លំបាកបំផុតដែលត្រូវជ្រើសរើសរវាងកិត្តិយសឬការបាត់បង់ដៃគូសំខាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃសុក្របានថ្លែងសារទៅកាន់ប្រជាជាតិដោយអំពាវនាវឲ្យមានការរួបរวมគ្នាជាធ្លុងមួយខណៈដែលប្រទេសនេះកំពុងតែប្រឈមមុខទៅនឹងសម្ពាធដ៏ធ្ងន់ធ្ងរពីការចរចាជាមួយនឹងសហរដ្ឋអាមេរិកទៅលើក្របខ័ណ្ឌសន្តិភាពថ្មីមួយជាមួយនឹងរុស្ស៊ីនេះបញ្យងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងសន្ទរកថាដ៏មានសារៈសំខាន់នេះលោក Zelensky បានសង្កត់ធ្ងន់ថាឥឡូវនេះគឺជាគ្រាដ៏លំបាកបំផុតមួយនៃប្រវត្តិសាស្ត្ររបស់យើងសម្ពាធលើអ៊ុយក្រែនគឺធ្ងន់ធ្ងរបំផុតឥឡូវនេះអ៊ុយក្រែនអាចប្រឈមមុខទៅនឹងជំរើសដ៏លំបាកបំផុតគឺត្រូវបាត់បង់កិត្តិយសឬក៏ប្រថុយទៅនឹងការបាត់បង់ដៃគូសំខាន់លោកបានបញ្ជាក់ថាអ៊ុយក្រែនត្រូវជ្រើសរើសរវាងការទទួលយកលក្ខខណ្ឌដ៏លំបាកចំនួន28ឬក៏ត្រូវប្រឈមទៅនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរយ៉ាងណាក៏ដោយលោកនឹងបន្តចរចាជាមួយនឹងអាមេរិកដោយការទទួលខុសត្រូវដើម្បីបង្ហាញថាអ៊ុយក្រែនពិតជាចង់បានសន្តិភាពមិនដោយការចាប់ប្រកាន់របស់សត្រូវនោះឡើយលោកក៏បានអំពាវនាវយ៉ាងទទូចទៅដល់អ្នកនយោបាយនិងប្រជាពលរដ្ឋឲ្យបញ្ឈប់ការឈ្លោះប្រកែកគ្នានិងល្បែងនយោបាយដោយបញ្ជាក់ថាសភានិងរដ្ឋាភិបាលនៃប្រទេសដែលមានសង្គ្រាមត្រូវតែធ្វើការដោយឯកភាពនិងមានប្រសិទ្ធភាពតែងផ្ទះចំណេញបានដីធំជាងមុនពីបុរីមេកុងឡែនតែងវីឡាភ្លោះក្នុងខែនេះទទួលបានផ្ទះទំហំដីធំជាងមុនជាមួយតម្លៃដដែលចំនួនកំណត់មានត្រឹម8ផ្ទះប៉ុណ្ណោះនិងមានការផ្ដល់ជូនជាច្រើនបន្ថែមទៀតសូមប្រញាប់រស់រានឡើង